ជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានថ្ងៃនេះមកនិយាយពី basic comment នៅ Ubuntu របស់យើងចឹងខ្ញុំធ្វើការ start ម៉ាស៊ីនយើងធ្វើការរងចាំវាមួយផ្លែតដើម្បី connect ចូលនិង login ចូលនៅ Ubuntu របស់យើងបាទខ្ញុំធ្វើការវាយ username របស់យើងដើម្បី login ចូល Ubuntu password តើមកខ្ញុំនឹងសូមធ្វើការប្រើ command who am I pwd និង sudo apt update វាចូល password យើងធ្វើការរងចាំវាឥឡូវវាបានហើយសូមធ្វើការ connect ចូលនៅ power cell នៅកុំព្យូទ័ររបស់យើងខ្ញុំសូមធ្វើការប្រើ command ip ដើម្បីមើលនៅ IP address របស់យើងហ្នឹង 192.168 អញ្ចឹងខ្ញុំធ្វើការបើក power cell របស់យើងមកដើម្បី connect ចូលនៅក្នុង power cell នៅកុំព្យូទ័ររបស់យើងខ្ញុំសូមធ្វើការ sh វាយ username របស់យើងដែលនៅក្នុង Ubuntu នោះ add 192.168.1.8 ហើយយើងធ្វើការ enter មកវាយ password នៅពេលនេះខ្ញុំបាន connect ចូលនៅ power cell នៅកុំព្យូទ័ររបស់យើងហើយចឹងខ្ញុំសូមធ្វើការវាយនៅ command hostname ដើម្បីឆែកមើលនៅណាតោះមកប្រើ who am I pwd តោះមកខ្ញុំប្រើនៅ sudo apt update វាយ password តោះមកខ្ញុំប្រើ command sudo apt upgrade មើលមានអី upgrade អត់មានទេអញ្ចឹងខ្ញុំសូមធ្វើការបង្កើតថា file ដោយប្រើ t command text ហើយមកយើងដាក់sv7.txt ហើយខ្ញុំនឹងធ្វើការប្រើ command ls ដើម្បីឆែកដែលយើងបានបង្កើត file sv7.txt បាទនេះខ្ញុំបានបង្កើតនៅ file មិញហ្នឹង sv7.txt អញ្ចឹងខ្ញុំសូមធ្វើការ remove sv7 ចោលតិចសិនហើយតបមកខ្ញុំនឹងធ្វើការប្រើ command មួយទៀតដើម្បីឆែកមើល text របស់យើង ls.l ដើម្បីឆែកមើលដែរតែយើងនឹងអាចមើលបានច្បាស់លាស់នៃការថ្ងៃខែដែលយើងបានបង្កើតម៉ោងវាច្បាស់ជាងការប្រើ ls ចេញតែដែលយើងបានបង្កើតតែ sv7.txt ទេតែបើយើងប្រើ command ឆែកដែលប្រើ ls.l វានឹងសូនៅពណ៌មានច្បាស់ជាងcommand ls ដែលមានបញ្ជាក់ទាំងខែថ្ងៃម៉ោងដែលយើងបានបង្កើត sv7.txt ហ្នឹងហើយតោះមកខ្ញុំនឹងប្រើ command មួយទៀតដើម្បីឆែកមើល text ហ្នឹងហើយវាកាន់តែងាយស្រួលនឹងមើលនៅទំហំនៃ file ដែលយើងបង្កើតហ្នឹងច្បាស់ជាង command ls និង .l ទៀត.lx អានេះដើម្បីឆែកមើលច្បាស់ជាងនឹងដោយសារtext ដែលយើងបង្កើតហ្នឹងវាអត់មានទំហំអីទេអញ្ចឹងវាសូន្យអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត folder មួយmkdir sv7 folder ហើយតមកខ្ញុំនឹងឆែកfolder ហ្នឹងយើងប្រើ command ls
H នេះអឺ folder ដែលយើងបានបង្កើតមិញវាមានទំហំ 4K ដែលយើងប្រើ command ls ដក lx នេះដើម្បីមើលនឹងព័ត៌មានដែលយើងបានបង្កើត folder មិញហើយនឹងទាំង sv7.txt ហ្នឹងអូខ្ញុំភ្លេច run command echo ដើម្បីសូរនៅ string នៅ text របស់យើងមើលខ្ញុំប្រើhello world hi sv7 please send video បាទនេះខ្ញុំបានសូរវាចេញមកហើយ hello world hi sv7 please send video ហើយសូមអរគុណលោកគ្រូការប្រើ command basic របស់ខ្ញុំមានតែប៉ុណ្ណឹងខ្ញុំសូមធ្វើការប្រើ sudo shutdown now បាទនៅពេលនេះខ្ញុំសូមធ្វើការបញ្ចប់ត្រឹមហ្នឹង